ជីវិតនេះយុទ្ធធរត្រង់ថាអ្នកណាខ្លាំងឡំលាក់ពុតគង់តែមានថ្ងៃលិចមុខមិនខានជីវិតប្រហែលជាមិនយុទ្ធធរនៅគ្រប់វិនាទីនោះទេក៏ប៉ុន្តែវាពិតជាយុទ្ធធរណាស់នៅលើដំណើរផ្លូវដ៏វែងឆ្ងាយមានអ្នកខ្លះប្រើពាក្យសម្ដីដើម្បីកសាងរូបភាពប្រើភាពប៉ិនប្រសប់ដើម្បីលាក់បាំងធាតុពិតនិងប្រើសម្បុកក្រៅដ៏សប្បុរសដើម្បីដកយកទំនុកចិត្តក៏ប៉ុន្តែគ្រប់ស្រទាប់របាំងមុខទាំងអស់នោះគង់តែមានថ្ងៃធ្លាក់ចុះរូបភាពคล้ายៗមិនអាចដើរទន្ទឹមគ្នានឹងពេលវេលាបានឡើយនោះអាចបោកប្រាស់អ្នកដតីបានម្ដងឬពីរដងប៉ុន្តែមិនអាចបោកអ្នកដតីប្រើប្រាស់បានរហូតពេញមួយជីវិតនោះទេពាក្យសម្ដីអាចត្រូវបានរៀបចំទុកជាមុនទឹកមុខអាចត្រូវបានសម្ដែងប៉ុន្តែធាតុពិតនឹងលេចចេញមកដោយអចេតនានៅពេលពួកគេលែងអាចគ្រប់គ្រងអារម្មណ៍បានគ្រាន់តែប៉ះពាល់ផលប្រយោជន៍ពេលលុបលន់កាត់ឡើងឬពេលកំហឹងផ្ទុះឡើងមនុស្សពិតនឹងបង្ហាញខ្លួនមិនខានមនុស្សលាក់ពុតតែងតែជឿថាខ្លួនឯងឆ្លាតជាងអ្នកដទៃពួកគេគិតថាត្រឹមតែចេះនិយាយស្ដីប៉ិនប្រសប់គឺអាចបិទភ្នែកអ្នកដទៃអ្នកគ្រប់គ្នាបានហើយក៏ប៉ុន្តែកាន់តែរស់នៅក្នុងភាពคล้ายពួកគេកាន់តែត្រូវចងចាំនៅអ្វីដែលខ្លួនបាននិយាយអ្វីដែលខ្លួនបានសម្ដែងហើយត្រូវបន្តលាក់បាំងដោយពាក្យកុហកថ្មីទៀតដល់ពេលណាមួយពួកគេខ្លួនឯងក៏នឹងខត់នឿយដោយសារតែរបាំងមុខខ្លួនដែលកំពុងពាក់នេះដែរផ្ទុយទៅវិញមនុស្សស្មោះត្រង់មិនចាំបាច់ទៅខិតខំកសាងរូបតំណាងឬទន្ទិញនៅអ្វីដែលខ្លួនបាននិយាយពីម្សិលមិញនោះទេព្រោះថ្ងៃនេះពួកគេនៅតែជាខ្លួនឯងដដែលមនុស្សដែលរស់នៅតាមការពិតប្រហែលជាមិនត្រូវបានមនុស្សគ្រប់គ្នាស្រឡាញ់ចូលចិត្តនោះទេក៏ប៉ុន្តែពួកគេនឹងតែងទទួលបានការជឿទុកចិត្តនិងការឲ្យតម្លៃពីអ្នកដែលស័ក្តិសមមនុស្សល្អមិនចាំបាច់រាល់ថ្ងៃត្រូវនិយាយប្រាប់គេថាខ្លួនឯងជាមនុស្សល្អនោះទេពួកគេទុកឲ្យសកម្មភាពជាអ្នកបញ្ជាក់ឯអ្នកคล้ายវិញតែងតែព្យាយាមបញ្ជាក់ពីសិលធម៌របស់ខ្លួនតាមរយៈពាក្យសម្ដីកាន់តែចូលចិត្តអួតអាងកាន់តែងាយនឹងលាតត្រដាងអំពីចន្លោះប្រហោងនៃអត្តចរិតពេលវេលាវាដូចជាកញ្ចក់ដូចយុទ្ធធម៌មួយវាមិនបានប្រញាប់ប្រញាល់សន្និដ្ឋានថាអ្នកណាត្រូវឬអ្នកណាខុសទេក៏ប៉ុន្តែវានឹងសន្សឹមបកស្រទាប់សម្បកចេញម្ដងមួយដើម្បីឲ្យអ្នកបានឃើញពីភាពពិតរបស់មនុស្សម្នាក់